នៅទីបំផុតរកឃើញវិញហើយក្មេងស្រីដែលបានរត់ចេញពីផ្ទះកាលពីម្សិលមិញនេះយោងទៅតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទូកកបានឲ្យដឹងថាក្មេងស្រីអាយុ12ឆ្នាំដែលរត់ចេញពីផ្ទះនៅក្នុងសង្កាត់ទឹកឡទី3ខណ្ឌទូកកត្រូវបានរកឃើញវិញហើយនៅវេលាថ្ងៃត្រង់ថ្ងៃទី12ខែមីនាឆ្នាំ2025នេះសូមរំលឹកផងដែរថាកាលពីថ្ងៃទី11ខែមីនាឆ្នាំ2025វេលាម៉ោងប្រមាណ 1:12 នាទីរសៀលក្មេងស្រីម្នាក់អាយុ12ឆ្នាំជាសិស្សថ្នាក់ទី 8C2 វិទ្យាល័យបាក់ទុកបានរត់ចេញពីផ្ទះធ្វើឲ្យអាណាព្យាបាលព្រួយបារម្ភនិងបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ទឹកឡទី3ដើម្បីឲ្យជួយស្រាវជ្រាវយកកូនត្រឡប់មកផ្ទះវិញបើតាមការអះអាងរបស់អ្នកស្រីសេកសុនារីអាយុ72ឆ្នាំដែលជាជីដូនថាមូលហេតុដែលចៅស្រីគាត់រត់ចេញពីផ្ទះដោយសារខឹងម្ដាយស្ដីបន្ទោសថាអត់ដែលចូលសាលារៀននិងបានបន្សល់ទុកសម្បត្តិមួយសន្លឹកដែលមានខ្លឹមសារថាម៉ែមិនបាច់ដើររកខ្ញុំទេខ្ញុំចេញពីផ្ទះហើយខ្ញុំហត់ពេកហើយមន្ត្រីនគរបាលបានឲ្យដឹងថាសមត្ថកិច្ចបានទៅដល់វិទ្យាល័យបាក់ទុកជួបនឹងអ្នកគ្រូប្រចាំថ្នាក់និងបានបញ្ជាក់ថាសិស្សឈ្មោះរុនច័ន្ទរស្មីមិនដែលចូលរៀនទេអវត្តមានជាញឹកញាប់ទើបគាត់ផ្ដល់ព័ត៌មានប្រាប់អាណាព្យាបាលទោះបីជាបែបណានៅវេលាម៉ោង 12:40 នាទីថ្ងៃត្រង់ថ្ងៃទី12ខែមីនាឆ្នាំ2025សមត្ថកិច្ចបានស្រាវជ្រាវរកឃើញក្មេងស្រីខាងលើនៅផ្ទះមិត្តភ័ក្តិហើយបាននាំទៅប្រគល់ឲ្យម្ដាយឪពុកវិញហើយតើតើទៅនឹងអត្ថបទនេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះនិងសូមបន្តជូននៅអត្ថបទទី2តើតើទៅនឹងអបអរផងវិជ្ជបណ្ឌិតហៀងរតនាត្រៀមលាភៀបនៅលាវដឹកដៃកូនក្រមុំអ្នកកំពុងស្ពឺចូលរោងការមុនចូលឆ្នាំខ្មែរមហាជនពិតជាបានស្គាល់យ៉ាងច្បាស់ទៅហើយនៅវិជ្ជបណ្ឌិតហៀងរតនាឯកទេសផ្នែកកុមារដែលមានឈ្មោះបោះសម្លេងនៅលើបណ្ដាញសង្គម Facebook ក្នុងនោះផងដែរជារឿយៗវិជ្ជបណ្ឌិតហៀងរតនាក៏តែងតែចែករំលែកនៅចំណេះទូទៅផ្នែកសុខភាពជូនដល់មហាជននិងជួយការងារសង្គមផ្សេងៗជាច្រើនរហូតទទួលបានការជួយចិត្តស្រឡាញ់ពីមហាជនផងដែរចំណែកឯការពិព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025នេះអ្នកគាំទ្រវិជ្ជបណ្ឌិតហៀងរតនាបានចូលរួមអបអរសាទរដល់លោកក្រោយពីលោកបានបង្ហោះវីដេអូនិងសារអមដំណឹងមង្គលការរបស់លោកដែលនឹងរៀបចំនៅថ្ងៃទី8ខែមេសាឆ្នាំ2025ខាងមុខនេះលោកវិជ្ជបណ្ឌិតហៀងរតនាបានរៀបរាប់ឲ្យដឹងថាពួកខ្ញុំនឹងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី8ខែ4ឆ្នាំ2025ខាងមុខនេះហើយនៅទីរំខេត្តកំពង់ស្ពឺពួកខ្ញុំមិនបានធ្វើពិធីធំដុំនិងច្រើនតុនោះទេសារនេះជាដំណឹងជូនដល់បងប្អូនញាតិមិត្តនិងអ្នករាប់អានពួកខ្ញុំទាំងអស់ចំពោះខ្ញុំផ្ទាល់ប្រហែលជាមិនបានអញ្ជើញមិត្តភ័ក្តិបងប្អូននិងអ្នករាប់អានខ្ញុំទេដោយហេតុផលខ្លាចចិត្តនិងខ្លាចផ្ដល់ការរំខានដល់បងប្អូនប៉ុន្តែបងប្អូនអ្នកដែលរាប់អាននិងស្គាល់ខ្ញុំទាំងអស់នៅថ្ងៃនោះមានពេលទំនេរសូមបងប្អូនអញ្ជើញចូលរួមជួយប្រកិត្តិយសដល់រូបខ្ញុំបាទផងដោយក្តីគោរពនិងរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំបាទហៀងរតនានិងភរិយាហ៊ានប៊ុនដាណេ